រៀងចាក់ដោតបន្តិចតែជារឿងពិតក្នុងសង្គមពេលគេនិយាយអួតជឿតែ30%បានហើយធ្លាក់ខ្លួនម្ដងទើបអ្នកមានឱកាសស្គាល់ចរិតមនុស្សក្បែរខ្លួនច្បាស់អ្នកដែលអាចលើកលែងឲ្យអ្នកច្រើនដងសុទ្ធតែជាអ្នកមានគុណលើអ្នកមនុស្សដែលគេពឹងបានគេនឹងពឹងរហូតអ្នកដែលមិនទុកមុខឲ្យយើងមិនមែនគេជាមនុស្សត្រង់ទេតែមកពីគេមិនគោរពយើងអ្នកដែលធ្លាប់ជួយយើងម្ដងជារឿយៗនឹងជួយយើងម្ដងទៀតនៅក្នុងសង្គមគេរាប់អានផលប្រយោជន៍បើគ្មានអ្នកណារាប់អានអ្នកមានតែរឿងពីរប៉ុណ្ណោះទី1ជាមនុស្សបាត់សង្គមទី2ជាមនុស្សឥតប្រយោជន៍ថ្ងៃនេះមិនសូវមានអ្នកជួយគ្នាក្នុងគ្រាក្រទេមានតែអ្នកជន់គ្នាក្នុងគ្រាក្រ